Bismillahirrahmanirrahim បងប្អូនទាំងអស់គ្នានប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមបានផ្ដាំប្រាប់យើងថាពីរយ៉ាងនៅពេលដែលយើងធ្វើវានៅពេលដែលយើងប្រកាន់ខ្ជាប់នឹងវាគឺយើងមិនបំវែងជាដាច់ខាតទី1នោះគឺគីតាបរបស់អល់ឡោះអល់កុរអានទី2គឺជាសុណារបស់នប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមពីព្រោះអល់កុរអានទី1គឺវាបានបង្ហាញផ្លូវត្រូវផ្លូវត្រង់ដល់យើងទាំងអស់គ្នាហើយនឹងផ្លូវជោគជ័យទៅថ្ងៃខាងមុខនៅក្នុងវិញ្ញាណអាខិរ៉ាត់ហើយសុណារបស់នប៊ីក៏អញ្ចឹងដែរទី2នោះគឺគម្ពីរអល់កុរអានតែងតែនិយាយប្រាប់តាក់ទងទៅនឹងក្រុមបង្វែងនៅក្នុងហ្នឹងហើយនឹងក្រុមដែលត្រឹមត្រូវដូចជារ៉ាស៊ូលដូចជាអល់ឡោះស៊ុបហានតាឡាបាននិយាយតាក់ទងនឹងរឿងនប៊ីអាដាមនិងអ៊ីប្លីសដូចជាអល់ឡោះស៊ុបហានតាឡាបាននិយាយតាក់ទងនឹងរឿងកូនរបស់នប៊ីអាដាម2នាក់ដូចជានប៊ីនិយាយអំពីនប៊ីទាំងអស់ហើយនឹងនប៊ីហើយនឹងក្រុមប្រឆាំងនប៊ីនិងក្រុមប្រឆាំងហើយនឹងអ្នកសាឡះចំនួនមុននៅក្រុមប្រឆាំងដូច្នេះក្រុមដែលត្រឹមត្រូវគាត់មានស៊ីហ្វាតឬក៏មានលក្ខណៈយ៉ាងម៉េចខ្លះហើយនឹងក្រុមប្រឆាំងក្រុមដែលមិនត្រឹមត្រូវនោះគឺមានលក្ខណៈសម្បត្តិឬក៏គេហៅថាមានលក្ខណៈយ៉ាងម៉េចខ្លះដូច្នេះនៅពេលដែលយើងសូត្រគម្ពីរកុរអានច្រើនហើយនឹងយើងដឹងពីអត្ថន័យរបស់វាអញ្ចឹងយើងនឹងដឹងអំពីក្រុមណាជាក្រុមដែលត្រឹមត្រូវហើយនឹងក្រុមណាដែលជាក្រុមប្រឆាំងដូច្នេះនៅក្នុងលោកទាំងអស់នេះគឺក្រុមដែលត្រឹមត្រូវដូចជាអ្វីដែលអល់ឡោះស៊ុបហានតាឡាប្រាប់ហើយនឹងក្រុមប្រឆាំងក៏ដូចជាអ្វីដែលអល់ឡោះស៊ុបហានតាឡាប្រាប់នៅក្នុងនោះដែរអញ្ចឹងយើងឃើញច្បាស់នៅក្នុងវិញ្ញាណហ្នឹងប្រសិនបើយើងបានអានគម្ពីរកុរអានយើងបានពិចារណាទៅលើអត្ថន័យរបស់វាគឺយើងដឹងដូច្នេះបងប្អូនទាំងអស់គ្នាសូមយើងកុំបោះបង់ចោលវាយើងអានវាសូត្រវាហើយនឹងយើងរៀនអំពីអត្ថន័យរបស់វាជាប្រចាំសង្ឃឹមថាអល់ឡោះស៊ុបហានវតាអាឡានឹងផ្ដល់ការចង្អុលបង្ហាញដល់យើងឲ្យយើងស្ថិតនៅក្នុងចំណោមដែលត្រឹមត្រូវដែលអល់កុរអានបានបញ្ជាក់ប្រាប់ហើយនឹងនប៊ីបានបញ្ជាក់ប្រាប់ទាំងអស់គ្នាវ៉ាសសាឡាម